ជំរាបសួរអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកប្រាប់ពីរបៀបបង្កើតនៅបទចម្រៀង AI ដោយច្បាស់សំឡេងច្បាស់មែនទែនអញ្ចឹងគឺយើងចង់ដឹងអត់ថាយើងត្រូវបង្កើតយ៉ាងម៉េចអូខេអញ្ចឹងនៅក្នុង channel ខ្ញុំគឺខ្ញុំបង្កើតបទ AI ផុសនៅក្នុង channel ខ្ញុំអូខេអញ្ចឹងបើសិនជាគឺយើងចង់ចេះកុំភ្លេចជួយ Subscribe channel ចម្រៀងខ្ញុំម្នាក់មួយផងអូខេតោះឥឡូវយើងចូលវីដេអូយើងបើចូលវីដេអូរបស់យើងទាំងអស់គ្នាអូខេជាដំបូងគឺយើងត្រូវការចូល Chrome សិនមកបន្ទាប់ពីគ្នាយើងចូល Chrome រួចហើយគ្នាយើងត្រូវតែចូល website មួយដែលមានឈ្មោះថាបាទ Producer AI បន្ទាប់ពីគ្នាយើង search រួចហើយគ្នាយើងអូសមកក្រោមមកអាខាងលើហ្នឹងមិនមែនទេគ្នាយើងគឺនៅខាងក្រោមយើងចុចលើ website មួយដែលមានឈ្មោះថា Google Flow Music ចឹងណាសម្រាប់ website ហ្នឹងគឺចូលដំបូងគេឲ្យ sign in ជាមួយនឹង Gmail account យើង sign in រួចហើយគឺយើងចូលមកកន្លែង tab ថ្មីគឺយើងចុច search ពាក្យថា Gemini ក៏បាន GPT ក៏បានបន្ទាប់មកទៀតគ្នាយើងចូលទៅក្នុង Google Gemini មកយើងធ្វើ sign in ធម្មតាទៅគ្នាយើងសម្រាប់នៅកន្លែងនេះគឺយើងឲ្យវាសរសេរប្រមឲ្យយើងដាក់ថាបង្កើតប្រូយបទចម្រៀងអញ្ចឹងទៅគ្នាយើងតោះឥឡូវយើងសរសេរប្រមរួចហើយយើងផ្ញើឲ្យវាទៅក្រោយពីយើងសរសេរឲ្យវាហើយវាបង្កើតប្រមឲ្យយើងមួយហើយវាបង្កើតប្រូបទចម្រៀងអញ្ចឹងណាបើយើងគិតថាយើងពេញចិត្តហើយយើងក៏ select copy យកទៅបើសិនជាយើងគិតថាវាអត់ស័ក្តិសមជាមួយនឹងបទចម្រៀងរបស់យើងអត់ពេញចិត្តគឺយើងឲ្យវាសេថ្មីមកនេះគឺជាការឧទាហរណ៍គឺខ្ញុំ select យកតែម្ដងខ្ញុំធ្វើឲ្យគ្នាយើងមើលអញ្ចឹងណាបន្ទាប់ពីគ្នាយើង copy រួចហើយគ្នាយើងចូលទៅក្នុង Flow Music យើងវិញដើម្បីយើង copy ដាក់ទៅឲ្យវាបង្កើតឲ្យនេះវាកំពុងតែធ្វើការដំណើរបង្កើតឲ្យយើងឥឡូវនេះបង្កើតបានហើយសំឡេង piano កំសត់លេខលំនឹងសំឡេងធ្លាក់តិចតិចឆ្នាំ2020មិនត្រជាក់ជាងរាល់ឆ្នាំតែចិត្តខ្ញុំបែរជាក្រៀមក្រំព្រោះគ្មានអ្នកក្បែរថ្ងៃណាមួយយើងសិនជាគ្នាយើងចង់ដឹងឲ្យបន្ថែមកុំភ្លេច comment នៅក្រោមវីដេអូ